សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញម៉ូទ័រមួយដែលវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ពិសេសសម្រាប់បងប្អូនដែលមានបំណងចង់រៀនជួសជុលឲ្យបានខ្លួនឯងសម្រាប់ទនេថ្ងៃសៅរ៍ថ្ងៃអាទិត្យទនេសម្រាប់ពីការងារចង់បញ្ចេញស្នាដៃក្នុងការជួសជុលឬក៏បាញ់ថ្នាំឡើងវិញឬគ្រឿងសង្ហារិមប្រណិតដែលជាគ្រឿងសង្ហារិមរបស់អ្នកនរគ្នាចូលចិត្តចង់រៀនជួសជុលឡើងវិញជាធម្មតាទេគ្រឿងសង្ហារិមដែលយើងប្រើមករយៈពេលច្រើនខែច្រើនឆ្នាំវាតែងតែមានបញ្ហាប្រេះឬក៏បញ្ហាស្លកពណ៌ហើយអ្នកនរគ្នាអត់ដឹងទៅរកជាងមកជួសជុលឬក៏អត់ចង់ចំណាយពេលចំណាយថវិកាច្រើនក្នុងការជួលជាងពីខាងក្រៅយកមកជួសជុលនៅគ្រឿងសង្ហារិមប្រណិតដូចជាតុបាយកៅអីទូតាំងឬក៏ទូសម្ភារៈគ្រឿងសង្ហារិមប្រណិតដែលអ្នកនរគ្នាស្រឡាញ់ពេញចិត្តហើយវាមានបញ្ហាស្លកពណ៌ហើរពណ៌មានបញ្ហាស្នាមប្រេះទាំងអស់ហ្នឹងអ្នកនរគ្នាចង់រៀនជួសជុលបញ្ចេញស្នាដៃដោយខ្លួនឯងជាធម្មតាទេអីវ៉ាន់អីក៏ដោយដែលយើងធ្វើដោយដៃខ្លួនឯងវាមានភាពប្រណិតអត់ធ្មត់គឺអ្នកនរគ្នាចង់បញ្ចេញទឹកដៃស្នាដៃឲ្យបងប្អូនម៉ាក់ប៉ាមើលអ្នកនរគ្នាមានតែម៉ូទ័រនេះមួយហើយនឹងគ្រឿងថ្នាំមួយឈុតទៅគឺយកទៅប្រើទៅចំពោះរូបមន្តនិងការលាយអីអ្នកនរគ្នាមានចម្ងល់អីអាចសួរខ្ញុំបានតើតើទៅនឹងការថែទាំនិងការប្រើប្រាស់ម៉ូទ័រមានភាពងាយស្រួលនោះទេហើយបើមានចម្ងល់អីអាចឆាតសួរខ្ញុំបានតាមក្នុង Telegram ដែលភ្ជាប់ជាមួយនឹង095អ្នកនរគ្នាអាចសាកសួរព័ត៌មានបន្ថែមបានតកតងទៅនឹងការប្រើប្រាស់ពណ៌ការគូរក្រយៅការដំឡើងធ្វើបែបម៉េចឲ្យស្អាតបែបប្រណិតពីព្រោះខ្ញុំមានបទពិសោធន៍ជាយូរឆ្នាំមកហើយតកតងទៅនឹងរឿងថ្នាំនិងការប្រើប្រាស់ម៉ូទ័រហ្នឹងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗបាយបាយ